眨呀眨呀眨，来个啾啾晃呀晃呀晃，哈哈大笑圆脸庞，红红衣裳很可爱吧？扭扭身体呱呀呱呀呱，迈开脚步闯呀闯，到处都是游乐场，跌倒了，还有没有关系啦？耶！白白的鱼儿它没有翅膀，天上的雨是棉花糖，大咬一口，真是太棒了！晴天放放下夜场，灯笼鱼有星星的光芒，我们可一起出来玩吧！呀妹妹呀妹妹变小美，啦啦啦啦啦啦！一秒赶快来！变小妹，别等我！夜晚神秘的声响，不可思议爱幻想，奇妙世界有宝藏，和你想象的不一样。កំបាំងរបស់កូនសេង នេះឆាប់ឡើងឆាប់ឡើង ចាំមើលវិញខ្ញុំមិនដឹង កូនសេងឆាប់ឡើងទៅឆាប់ឡើងអើយ ណែកូនសេងឯងទៅរួចណែទេហ្នឹង ដែរយើងចាញ់មកពីកំហុសរបស់ឯង កុំដេកនៅលើស្បៅអញ្ចឹងទៀតឯងអាចផ្ដាសាយបានដល់ កូនសេងហេតុអីទេមិនបាច់ជាឯងមកប្រកួតដោយលេងសើចជាមួយខ្ញុំអញ្ចឹង ចេះឆាយពីខ្ញុំទៅ ហើយចាតើពួកឯងមិនគិតថាកូនសេងធ្វើអីចម្លែកទេប្រហែលថ្ងៃនេះគេមើលទៅងងុយគេងរហូតហើយដើរកិច្ចមុខយើងក៏រហូតដែរឬមួយគេមានអាចកំបាំងអីលាក់ពីពួកយើងទៅ ដូចថ្ងៃនេះអញ្ចឹងអាកាសធាតុល្អណាស់តែគេបែរជាមិនមកជាមួយពួកយើង ក៏តែឯងនិយាយបែបនេះទើបខ្ញុំចាប់អារម្មណ៍ដឹង ខ្ញុំនឹងបំផ្លាញឯងឲ្យបាន មែនហើយថ្មីនេះកូនសេងតែងតែសក់កក្រោះប្រហែលជាគេចង់ប្រកួតនឹងខ្ញុំហាត់ក្លិនមិនងុយទឹកហើយ យិនសេម៉េចអញងូតទឹកប្រហែលថ្ងៃហើយ បារម្ភអីណាតាំងពីម្សិលមិញខ្ញុំបានឲ្យទឹករួចហើយ ពិតបីហើយនេះវាជាច្រើនទៀតដល់បើសិនបីនៅឯកោកទេនៅក្នុងសាលានោះដល់កូនសេងអីស៊ីដល់ឈាមអញជួយរឿងបែបនេះ ឬមួយកូនសេងគេជាណែ សង្គមសម្រាប់ខ្ញុំអី មើលកណ្ដោះទៅ ហេតុអីក៏កូនសេងត្រូវតែងបងរំរបួសទាំងអស់នោះតើ បើតែគេធ្វើមានរបួសខ្លួនឯងពេលធ្វើសកម្មភាព តើម៉ែតើយ៉ាងទៅតាមម៉ែគេតែម្ដងទៅនេះ មើលហើយ មានអីសប្បាយផង សិនអរគុណដែលបានជួយផ្លាស់ប្ដូររាងកាយណាគឺបើជាបាត់ឃើញជើងឡើយដល់ មិនប្រកាសទេ ម៉ែនោះទេ មើលនោះទេគាត់អស់កាបោបមួយក្នុងនោះច្បាស់ជាមានរបស់អីមួយហើយ អើយដល់វាខ្សែពួរទៀតដល់ច្បាស់ជាទុកចោលរបស់ដុំខានទេ ប៉ែលមួយទុកសម្រាប់ជីកដី បានចឹងបានន័យថាកូនសេងគេកំពុងតែចង់ណែ ពួកឯងធ្វើអីនៅទីនេះ ហើយពួកយើងកំពុងតែនិយាយថាកូនសេងគេចង់ដែរពួកឯងធ្វើអីនៅទីនេះ គ្មានអីទេ តាជើងឆាប់ទៅ
តាជាងតាតាមមកទី ឲ្យលឿនឡើងទៅ សាច់ក្ររបស់ខ្ញុំអើយ ស្នាមជើងអត់ត្រឹមនេះហើយ យិនសាមអីយើងតាមគេមិនតាន់ទេមែនដែរទេ ច្បាស់ជាមិនមែនហើយខ្ចីខ្នងអញសំណានេះតាទីនោះ យិនសៅបីឯងមានកើតអីដែរអត់ដឹង ហើយជាសេម៉េកុំអភ័យពួកយើង នេះគឺជាស្លាបរបស់កូនសេយតា ឬអាចជាទីនេះដែលគេយកសាកសពមកលាក់ទុក អើយយ៉ាងាប់អើយ ទីនេះគួរឲ្យខ្លាចណាស់ អើយតែពួកឯងគិតថាអសិលធម៌ទេហើយដែលចូលមកកន្លែងបែបនេះទៅ មិនអីទេមិនអីទេយើងគ្រាន់តែឆ្លងកាត់ប៉ុណ្ណោះ អូគ្នាពួកឯងទាំងអស់គ្នារត់ទៅណាមិនរួចឡើយឯងច្បាស់ជាចោលលួចបន្លែមិនខាតទេ ទេពួកយើងមិនមែនជាចោលនោះទេពួកយើងគ្រាន់តែដើរវង្វេងផ្លូវចូលមកប៉ុណ្ណោះ អើនេះជាពាក្យពិតដែរទេ ប្រកាសជាពិតមែនហើយខ្ញុំមិនមែនជាអ្នកចោះចិត្តញ៉ាំបន្លែអីនោះទេ ឯងថាម៉េចបើក៏និយាយថាបញ្ចូលចិត្តបន្លែអញ្ចឹងឯងដឹងទេថាបន្លែមានសារៈសំខាន់បំផុតណាព្រោះទៅជារបស់វាអាចយកឲ្យកសិករមកដាំដុះហើយបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ ខ្ញុំសុំតខ្ញុំចង់បង្អាប់បន្លែរបស់លោកតាទៀតហើយ ឯងមិនអាចចេញពីសួនបន្លែយើងបានទេលោកតាតែញ៉ាំបន្លែអស់មួយចានសិនទៅបាទ លោកតាខ្ញុំយករបស់ដែលតាត្រូវការនឹងបងរំរបួសមកយិនសមីឲ្យមិនក៏ពួកឯងមកដល់ទីនេះ អូយថាម៉េចពួកឯងជាមិត្តរបស់ចៅយើងទេបើអញ្ចឹងសួស្ដី លោកតានិយាយអញ្ចឹងលួចធ្វើការក្រោយក្នុងខ្ញុំទៀតហើយហ៎ រើក៏វាទេ លោកតាក្រែងយើងបាននិយាយគ្នារួចហើយថាការងារធ្ងន់ទុកខ្ញុំជាអ្នករ៉ាប់រង អើយតែចៅធ្វើការងារនៅសួនរៀងរាល់ថ្ងៃម្យ៉ាងមួយទៀតចៅក៏ត្រូវទៅរៀនសាលាដែរហើយតាមិនអាចចូលមើលបានទៅឲ្យតាជួយមើលការងារឲ្យចៅទៅ មានផ្លូវទេ អញ្ចឹងគេត្រូវធ្វើការនៅសួនមុនពេលទៅសាលារាល់ថ្ងៃហីគ្មានអ្វីឆ្ងាយទេដែលឃើញគេប្រឡាក់ខ្លួននោះ មែនហើយគ្មានអ្នកណាទៅចាំប្រកួតជាមួយអញទេក្លិនស្អុយ អូយតែព្រោះយើងត្រូវការកម្លាំងមនុស្សប្រុសលើករបស់ធ្ង លោក ន់ តាធ្វើកុំបារម្ភមើលសម្រាប់ឲ្យស្រួលហើយព្យាបាលរបួស ខ្ញុំដឹងហើយកូនសេងឲ្យពួកយើងជួយការងារអញផងទៅ ត្រូវហើយប្រយ័ត្នផង ហើយចាំផង អូយជប់ជួយ ឲ្យលឿនឡើងទៅ 49 លោកតារាប់គ្រប់អស់ហើយ ពិតជាល្អណាស់ហើយចៅបានបញ្ចប់ការងារត្រូវបងតែម្ដងចៅហើយនិយាយអរគុណទៅមិត្តភក្តិចៅទៅ បានលោកតាពួកគេសុទ្ធតែជាមិត្តល្អរបស់ចៅ ដឹងហើយអើយ សិនមានរឿងអីនេះ សត្វល្អិត សត្វល្អិតចង្រៃយើងនឹងសម្លាប់ឯងស្លាប់ទៅ ខ្ញុំនឹងសម្លាប់ឯងចឹងពាក្យនេះដូចជាស្តៀងយ៉ាងម៉េចដឹងទេ អាយ៉ាពួកយើងសុទ្ធតែយល់ច្រឡំក៏និយាយសម្ដែងលើសត្វល្អិត សម្រាប់សត្វល្អិតទេយេទំនងជាសប្បាយណាស់ខ្ញុំជួយអញចា ចម្លែកពេលដែលសត្វល្អិតចូលមកទីនេះបានយ៉ាងម៉េចទៅអើយស្លាប់ហើយអើយទីវាចូលមកកាន់តែច្រើនទៅហើយណា
វីបអើយបើយើងមិនឆាប់កំចាត់សត្វល្អិតទាំងនេះចោលនោះទេបន្លែទាំងនេះនឹងត្រូវខ្ទេចអមខានទេចាប់ហើយ សត្វល្អិតទាំងនេះចូលមកក៏ព្រោះតែពន្លឺហ៎ល្អខ្ញុំនឹកឃើញហើយដំបូងជើងបិទរុនឲ្យជិតគ្រប់កន្លែងទៅបន្ទាប់មកប្រើភ្លើងគោមដើម្បីទាក់ទាញវាណាអុយដែលសិនឯងត្រូវតែទ្រាំឲ្យបានទ្រាំឲ្យបានលឺ ចេញទៅសត្វកខ្វក់ចេញទៅ កូនសេងសុំតបផងនេះប្រាប់មិញនេះពួកយើងគិតថាឯងគឺជាឃាតករ អមិនក៏ពួកឯងគិតបែបនេះខ្ញុំតែគិតថាពួកឯងនឹងជាបេឡរបស់ខ្ញុំមករហូត បើដល់បើសិនបីឯងកំពុងតែចាក់អីទៅពេលដែលនៅកងទីនក្នុងសាលានោះ ម្សិលមិញខ្ញុំគ្រាន់តែចិត្តឲ្យលឹកយ៉ាំប៉ុណ្ណោះប្រហើយគ្រាន់តែចិត្តឲ្យលឹកញ៉ាំអីក៏ពិបាកម្លេះ បើដែរហេតុអីបានជាឯងមិនដាក់ខ្ញុំឲ្យទៅញ៉ាំជាមួយឯងផងទៅយ៉ាំជាមួយគ្នាគ្មានបញ្ហាឡើយតាបានរៀបចំបន្លែសម្រាប់ញ៉ាំទាំងអស់គ្នារួចហើយណា ខ្ញុំពិតជាស្អប់ការញ៉ាំបន្លែខ្លាំងណាស់